បាទនេះមេរៀនទី1របស់សភៅ Connectivity Unit 1 Getting to know you គឺការចាប់ផ្ដើមស្គាល់អ្នកហើយយើងចាប់ផ្ដើមដោយសិស្សម្នាក់នេះគាត់និយាយថា I want to meet people from a lot of country I need English for that ខ្ញុំចង់ជួបមនុស្សមកពីប្រទេសជាច្រើនខ្ញុំត្រូវការភាសាអង់គ្លេសដោយសារហេតុផលមួយនោះប៉ុន្តែខាងក្រោមគឺមានសំណួរមួយដែរគឺ Why are you studying English ហេតុអ្វីបានជាអ្នកកំពុងតែរៀនភាសាអង់គ្លេសអញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសចម្លើយខាងក្រោមដោយតាមរយៈការ teach ចម្លើយដែលមានស្រាប់នៅខាងក្រោមនេះគឺមាននៅក្នុងប្រអប់ដូចជាចម្លើយទី1 I want to communicate with people who don't speak my language ខ្ញុំចង់ទំនាក់ទំនងជាមួយនឹងមនុស្សដែលមិននិយាយភាសារបស់ខ្ញុំហេតុផលទី2 I want to travel internationally ខ្ញុំចង់ធ្វើដំណើរជាអន្តរជាតិមិនមានន័យថាយើងធ្វើដំណើរទៅក្រៅប្រទេសទៅអីហ្នឹងគឺហេតុផលមួយហ្នឹងបើយើងយល់ឃើញថានឹងសមស្របយើងអាច tick អាហ្នឹងមកបាទចំណែកហេតុផលខាងក្រោមនេះមាន2ទៀតគឺ I want to study in another country ខ្ញុំចង់ទៅរៀននៅប្រទេសមួយផ្សេងទៀតហើយហេតុផលចុងក្រោយគេគឺ I want to use English in my work ខ្ញុំចង់ប្រើប្រាស់ភាសាអង់គ្លេសនៅកន្លែងធ្វើការរបស់ខ្ញុំសម្រាប់មេរៀនទី1 Unit 1 ហ្នឹងយើងបែងចែកជា4 lesson បើ lesson ទី1ហ្នឹងគឺ introduce and greet people គឺណែនាំហើយនឹងស្វាគមន៍មនុស្សចំណែកមេរៀនទី2គឺ get acquainted with someone ចាប់ផ្ដើមស្គាល់អ្នកណាម្នាក់មេរៀនទី3គឺ discuss the importance of English in your life ពិភាក្សាអំពីសារៈសំខាន់របស់ភាសាអង់គ្លេសនៅក្នុងជីវិតរបស់អ្នកចំណែកមេរៀនទី4គឺ discuss some difficulty of learning a language ពិភាក្សាអំពីផលពិបាកនៃការរៀនភាសាមួយបាទឥឡូវកុំឲ្យខាតពេលយូរយើងចុះមកខាងក្រោមយើងមើលដល់នៅទំព័រមួយនេះគឺមាន topic មួយ Why study English ហេតុអីបានជាត្រូវរៀនភាសាអង់គ្លេសហើយនៅត្រង់នេះគឺជា topic ធំ Why study English ហេតុអ្វីបានជាត្រូវរៀនភាសាអង់គ្លេសគេនិយាយថា Here are 5 popular reason នៅទីនេះគឺមានហេតុផលដែលពេញនិយមចំនួន5ពាក្យថា popular ហ្នឹងបកថាមានប្រជាប្រិយភាពឬដែលពេញនិយមបើហេតុផលទី1 It's the international language of science and technology វាជាភាសាអន្តរជាតិសម្រាប់វិទ្យាសាស្ត្រហើយនិងបច្ចេកវិទ្យាហេតុផលទី2 It's the international language of business វាគឺជាភាសាអន្តរជាតិសម្រាប់ពាណិជ្ជកម្មហើយហេតុផលទី3 It makes it easy to get information on the internet វាធ្វើឲ្យមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានពីប្រព័ន្ធអ៊ីនធឺណិត get information យើងបកថាទទួលបានព័ត៌មានបាទពាក្យនេះគឺ get information ទទួលបានព័ត៌មានហេតុផលទី4 It is a language of popular culture វាគឺជាភាសាដែលពេញនិយមសម្រាប់ជាភាសាសម្រាប់វប្បធម៌ពេញនិយមនៅក្នុងនោះដូចជាមាន movie ខ្សែភាពយន្ត TV ទូរទស្សន៍ and music ហើយនឹងតន្ត្រីបាទចំណែកមួយចុងក្រោយគឺ it is useful for communicating with visitors to my countries គឺវាមានសារៈសំខាន់ក្នុងការទំនាក់ទំនងជាមួយនឹងភ្ញៀវទេសចរដែលមកកាន់ប្រទេសរបស់ខ្ញុំអញ្ចឹងក្នុងហេតុផលទាំង5នេះយើងអាចជ្រើសរើសមួយណាក៏បានដែរហើយនៅខាងក្រោមនេះយើងមាន survey how many students in your class are studying English for តើមានសិស្សប្រមាណអ្នកនៅក្នុងថ្នាក់របស់អ្នកកំពុងតែរៀនភាសាអង់គ្លេសដើម្បីហេតុផលអី
ទី1 for work ដើម្បីធ្វើការ for travels ដើម្បីធ្វើដំណើរ ឬក៏ to study in another country ដើម្បីទៅរៀននៅក្រៅប្រទេស ឬក៏ for the internet ដើម្បីប្រើប្រាស់ internet ឬក៏ movie TV ឬក៏ music ឬក៏ another reason ឬក៏អាចហេតុផលផ្សេងទៀតបាទយើងបញ្ចប់ទំព័រទី2ត្រឹមប៉ុណ្្នឹងសិន